ตอนแรกខ្ញុំមកចូលនៅទីតាំងរូបសំណាកព្រះពោធិសត្វព្រះពុទ្ធលោកសមាធិវិញភាសាទៀតមុននេះខ្ញុំឡើងទៅខាងលើគឺឡើងទៅកន្លែងមានរូបសំណាកលោកតាឥសីអញ្ចឹងម្ដងនេះខ្ញុំអត់ទៅខាងលោកតាឥសីទេខ្ញុំចុះមកក្រោមស្រាប់តែឃើញផ្លូវមួយទៀតបត់ស្ដាំផ្លូវមួយទៀតនេះគឺបត់ស្ដាំយើងអត់ឡើងលើមិញទេគឺយើងបត់ស្ដាំមកត្រង់នេះគឺមានផ្លូវអញ្ចឹងយើងអាចធ្វើដំណើរតាមផ្លូវនេះបាននេះផ្លូវនេះគឺខាងទីវត្តលោកតាក៏ដូចជាចាអធិការគឺចាក់បេតុងនេះគឺក្រាលជាស៊ីម៉ង់នេះគឺថ្មភ្នំមានរូបរាងស្អាតហើយត្រជាក់ចង់និយាយទៅថ្មធម្មជាតិថ្មធំល្អហើយត្រជាក់នេះថ្មមើលទាំងអស់គ្នាគឺថ្មមានដើមឈើដុះហើយហូរហែហ្នឹងទៅគឺទេសភាពគឺស្អាតណាស់សិនគឺមែនតើកន្លែងនេះទីតាំងនេះសមនឹងថតជាខ្សែភាពយន្តក៏ដូចជារឿងប្រវត្តិសាស្ត្រហើយរឿងបែបបុរាណគឺស័ក្តិសមដោយសារតែមានទីតាំងមានទេសភាពស្រស់ស្អាតឥឡូវតទៀតទៅមុខទៀតនឹងថាមានអីទេព្រោះមានចដើតែមានកម្មចដើគឺដើរទៅមុខសិនណាដើរទៅមុខសិនចំណាយក្រុមគ្រួសារគាត់នៅខាងក្រោមខ្ញុំមកលើម្នាក់ឯងសិនទេបន្តិចទៀតចុះទៅវិញហើយបានដើរនាំគាត់ដើរឡើងលើវិញតែប្រហែលជាអត់ដើរតាមផ្លូវនេះទេនឹងដើរតាមផ្លូវចន្ទាដែលមានរូបនាគរាជនោះនេះយើងផ្លូវមានផ្លូវដល់នេះជាផ្លូវចុះមួយដែរផ្លូវចុះគឺទីអារាមនេះឡើងលើភ្នំនេះមានផ្លូវច្រើនខ្វាត់ខ្វែងសម្រាប់បងប្អូនដែលចង់មកលេងអីអាចដើរបានដើរតាមផ្លូវនេះបានឥឡូវយើងសាកលបងនឹងផ្លូវនេះមួយទៀតទៅមុខទៀតហត់បន្តិចថ្មស្អាតណាស់ទីតាំងដ៏ស្រស់ស្អាតពោពេញទៅដោយធម្មជាតិតោះឡើងមកដល់នេះស្រាប់តែមានខ្ញុំមានអារម្មណ៍ថាឡែកហត់បាត់ហត់បើជាបាត់ហត់ស្រស់ស្រាយទៅវិញហើយម៉ោងនេះគឺម៉ោងថ្ងៃត្រង់បាយហើយយើងមើលដើមឈើទាំងអស់គ្នាហើយនោះគឺថ្ងៃពលឺថ្ងៃគឺក្បែរថ្ងៃត្រង់ឡើងទៅលើហើយយើងមើលទេសភាពដើមឈើមើលអីទាំងអស់គ្នាអូតោះទៅមុខទៀតអូថ្មធំមែនតើនេះគឺជាថ្មកម្ពូលភ្នំដែរមើលឃើញពីចម្ងាយតាមមើលពេលទៅជិះឡានមកបងប្អូនអាចមើលឃើញកម្ពូលភ្នំដែលមានថ្មបាត់ដុំធំបន្ទប់ពីលើហ្នឹងគឺថ្មមួយនេះហើយអញ្ចឹងខ្ញុំឡើងមកដល់កម្ពូលលើហើយមុនមិត្តភ័ក្តិក៏ដូចជាប្រពន្ធនិងកូនឥឡូវឡើងមកសិនចាំតិចទៀតខ្ញុំចុះទៅវិញហើយនាំគាត់ឡើងមកលើវិញហើយដើរតាមផ្លូវមួយទៀតមើលទាំងអស់គ្នានេះទាំងអស់គ្នាអាចមើលបាននេះគឺជាបរិវេណថ្មធំណាស់ធំមែនតើត្រជាក់សៀបទៅថ្មនេះត្រជាក់ណាស់គឺមិនលុបស្រួលអូហូសួស្តីទាំងអស់គ្នាខាងនេះមានផ្លូវខ្ញុំជឿថានេះប្រហែលជាផ្លូវចដើចុះអញ្ចឹងខ្ញុំអត់ទាន់ចុះទេខ្ញុំឡើងមកលើសិនឡើងមកលើមើលទីតាំងខាងលើនេះសិនថាមានអីខ្លះតោះបងប្អូនទាំងអស់គ្នាតោះនេះជាទីតាំង ស្រ
ស្រោមមួយមកធំថតចប់នឹងវិលមកវិញស្វ័យអង្គមកន្លែងនេះភាសាទៀតនេះគឺជាដើមស្វាយនេះធំណាស់បងប្អូនអើយស្វាយធំមែនតើនេះគឺដើម7ដើមស្វាយធំមែនតើដើមស្វាយនេះធំមែនតើខ្ញុំជឿថាដើមស្វាយនេះមនុស្ស4-5នាក់អោបអត់ជុំទេនេះធំមែនតើឥឡូវធំអញ្ចឹងយើងងាកមកមើលវិញថាធំប៉ុណ្ណាងាកមកមើលវិញរកកន្លែងអត់ឃើញចាំតិចទៀតខ្ញុំ selfie ឲ្យថតហោះថតដើមស្វាយធំប៉ុណ្ណាហើយយើងមកមើលទៀតនេះជារូបសំណាកមួយទៀតមួយទៀតអូហូខាងលើនោះមានដូចជាប្រាសាទមួយទៀតដែរចឹងទីតាំងគឺមើលទៅគឺខ្ពស់សន្លឹមល្អណាស់ហើយនេះគឺជាចដាចុះនេះមានចដាចុះបាទចដាចុះនោះទៅក្រោមទៀតអញ្ចឹងខ្ញុំដើរមកកណ្ដាលនេះសិនហើយដល់ពេលមិត្តភក្តិដូចជាប្រពន្ធមកចាំនាំគាត់ចុះទៅក្រោមមិនថាមានលទ្ធភាពអាចដើរដល់ក្រោមអត់ទេព្រោះហត់ណាប្រើកម្លាំងច្រើនដែរថ្ងៃនេះស្រកកាលីច្រើនណាស់តែមើលតោះយើងទៅមុខទៀតបន្ទាប់ពីដើមស្វាយទៅធំហើយយើងមកមើលបាទអូនេះបងប្អូនងាកមកមើលនេះតិចនេះជាទិដ្ឋភាពមើលពីលើទៅឃើញវាលស្រែច្បាស់ចាស់នេះឃើញស្រែពុះណាស់ពីលើនេះពុះណាស់ចាំមើលខ្ញុំរកទីតាំងដែលអាចមើលស្រឡះជាងនេះថតផ្ញើបងប្អូនការផុសនេះប្រហែលជាមានវីដេអូ 3-4 ហើយអាចច្រើនអញ្ចឹងខ្ញុំព្យាយាមធ្វើមកកណាត់ឥឡូវពេលវេលាដែលកំពុងនិយាយនេះជាធរៈវេលា7នាទីទៅហើយអញ្ចឹងវាអាចនឹងច្រើនប្រើច្រើនមកឥឡូវយើងទៅមុខទៀតចូលឈរនៅទីតាំងដែលអាចថតឃើញ view ស្រស់ស្អាតបាទនេះមានដើមពោដែលមានរូបពុទ្ធឥឡូវយើងវិលមកនេះវិញទីតាំងនៃវត្តប្រាសាទភ្នំប្រធាននេះគឺមានកន្លែងដែលអាចអុជធូបបន់ស្រន់ហ្នឹងមានច្រើនកន្លែងអញ្ចឹងនេះគឺជាថ្មភ្នំវត្តប្រធានដែលមានកម្ពស់ខ្ពស់ថ្មដែលមើលឃើញជិះឡានមកមើលឃើញកំពូលស្រួចបាក់ដប់ត្រង់កន្លែងហ្នឹងហើយនេះគឺជាទូរស័ព្ទតិចទៀតខ្ញុំនឹងត្រឡប់វិញខ្ញុំថតយកទេសភាពឲ្យអស់ខ្ញុំនឹងត្រឡប់មកវិញហើយចូលស្វែងរកធូបនេះគឺជារូបសំណាកព្រះអង្គប្រក់នេះចំនួន3អង្គអូខេឥឡូវយើងមកមើលទេសភាពពីនេះវិញជឿថាបងប្អូនទាំងគ្នាអូននេះមានអាស្រមមួយទៀតសម្រាប់ជារូបសំណាកព្រះពុទ្ធដល់អាវាតអូខេយើងមកមើលខាងនេះទៀតមើលច្បាស់ថាទេសភាពវាស្អាតប៉ុណ្ណានេះដោយសារតែពេលថ្ងៃខ្ញុំចាំងថ្ងៃពិបាកមើលតិចជាមួយនឹងទូរស័ព្ទតែខ្ញុំស៊ូមសិនប៉ុណ្ណឹងឥឡូវខ្ញុំត្រឡប់ឡើងមកលើផ្លូវនេះវិញបាទគឺខ្ពស់ល្អណាស់ចង់និយាយថាអាចមើលឃើញទេសភាពគ្រប់ជ្រុងបងប្អូនដែលឡើងមកដល់លើនេះគឺបងប្អូនអាចថតទេសភាពដែលមើលឃើញពីកំពូលភ្នំទៅជឿថាបងប្អូនមើលឃើញមានផ្លូវមានអីចឹងទៅហើយមកលើនេះគឺខ្ពស់មែនតើខ្ញុំព្យាយាមសេរីជូនបងប្អូនមើលជុំវិញពីទាំងមូលហើយខ្ញុំមានបំណងចុះទៅខាងក្រោមកន្លែងខាងក្រោមនោះមានដូចជាទីអារាមមួយទៀតខ្ញុំជួបមកមើលនេះជាដំបូលនេះជាដំបូលខ្ញុំជួបមកមើលឥឡូវត្រឡប់ទៅវិញត្រឡប់មកមើលទីតាំងនេះវិញទៅទាំងអស់គ្នា
ខាងនេះវិញទីនេះគឺស្អាតនេះមានរូបសំណាកបែបព្រហ្មញ្ញសាសនាមួយនេះជាទស្សនវិជ្ជារួមដែលអាចមើលឃើញគ្រប់ជ្រុងជ្រោយថាខ្ពស់ពិតជាខ្ពស់មែនខ្ញុំឡើងមកដល់ទីតាំងនេះមុនហើយអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះហើយធ្វើដំណើរចុះទៅក្រោមមិនចប់ទេខ្ញុំចុះទៅក្រោមវិញដើម្បីថ្វាយបង្គំរូបសំណាកព្រះអង្គនៅក្នុងស្រំកន្លែងដើមអំមិញហើយយើងទៅទាំងអស់គ្នាដោយសារតែកាន់កាមេរ៉ានៅកណ្ដាលថ្ងៃត្រង់កញ្ចក់ទូរស័ព្ទជាមួយនឹងនេះហ្នឹងខ្ញុំមើលមិនច្បាស់ទេអញ្ចឹងខ្ញុំដើរទៅសិនអាលាក់បន្តិចហើយបងប្អូនមើលឲ្យវិលមុខអីខមមិនផងព្រោះនេះខ្ញុំអត់តន់ខ្ញុំមិនឡាយទេខ្ញុំយកទៅផុសតាមក្រោយទេហើយជាអាចមានសម្លេងខ្យល់ឬមួយអីផ្សេងអញ្ចឹងណាជួយមើលទាំងអស់គ្នាព្រោះនេះជាទស្សនវិជ្ជាដែលបានមកលេងនៅថ្ងៃសម្រាប់ហើយអ្នកនេះទៅសម្រាប់នោះគេសម្រាប់អស់ហើយអូនេះម៉ោងមើលមិនឃើញទេមើលមកឡើងវិញម៉ោងប៉ុណ្ណាម៉ោង 11:12 នាទីម៉ោង 11:12 ច្រឡំម៉ោង 11:12 នាទីម៉ោង 11:40 ជាងនាទីហើយយើងមកវិញមករូបសំណាកនេះគឺជាក្លោងវាចូលហើយឡើងលើលោកយាយគាត់ធុក7 មករាស្ងាត់សូនកូនមានដែរ7 មករាអត់មានមនុស្សមកគេអត់ដើរទេកណាខ្ញុំមកខ្ញុំមួយក្រុមគ្រួសារក៏ដូចជាមិត្តភ័ក្តិមកពីភ្នំពេញហើយបានអរគុណលោកយាយដែលបានជួយបញ្ចូលសម្លេងក្នុងវីដេអូដើម្បីខ្ញុំបានផ្សព្វផ្សាយកូនបើណាកន្លែងបារមីស័ក្តិសិទ្ធិណាគង់ជ័យរក្សាចាមិនកន្លែងស្ដាច់ពីចំនួនបុរាណកើតដូនតាមកយ៉ាងណាតាំងពីកើតប្រាសាទមកមានស្ដាច់ដូនតានៅនឹងបាទប្រកែណាបាទតែអត្តការគ្រប់ចំនួនក៏ប្រកែព្រលឹងដូនតានៅនេះក៏ប្រកែស័ក្តិសិទ្ធិប្រាថ្នាអីបាននឹងបាទមាន2អ្នកកន្លែងហ្នឹងចាអត្តការនោះមួយប្រកែ2អ្នកបារមីហ្នឹងបាទពីអង្គប្រកែណាកូនទៅស័ក្តិសិទ្ធិមកនេះសច្ចធម៌បាទមិនសច្ចធម៌អត់មានប្រកែទេមនុស្សបាទអរគុណលោកយាយអរគុណច្រើនណាស់ចាណាបាទខ្ញុំអត់ធូបតិចអរគុណលោកយាយចាប្រាថ្នាសម្បត្តិណាសម្រាប់សម្បត្តិនោះបាទអរគុណលោកយាយ